បាទសួស្តីអ្នកនរគ្នាថ្ងៃនេះគឺជួយជាមួយខ្ញុំបាទ Mr. AJ អញ្ចឹងសម្រាប់វីដេអូនេះផងដែរគឺជាវីដេអូដែលខ្ញុំបាទនឹងមកធ្វើការសង្ខេបក៏ដូចជា recap ជាមួយនឹងកម្មវិធី Monday Night Raw ដែលលេងនៅដើមសប្តាហ៍នេះអញ្ចឹងអានេះខ្ញុំមកនិយាយនៅកន្លែងក្រៅវារៀងមានសម្លេងរំខានទៅហើយអញ្ចឹងអត់ខ្ចីទូរស័ព្ទមិត្តភ័ក្តិយកមក record សម្លេងទៅគេលោស្ដាប់បានអញ្ចឹងណាអញ្ចឹងខ្ញុំឆ្លៀតយកមកនិយាយចែកជូនអ្នកទាំងអស់គ្នាទេដោយសារតែអត់បានទៅនិយាយនៅបន្ទប់ទេរវល់អីចឹងណាចឹងថ្ងៃនេះគឺខ្ញុំសង្ខេបយកទីតួជាមួយនឹងសាច់រឿងរនៅក្នុងសប្តាហ៍នេះខ្ញុំមកចែកជូនអ្នកទាំងអស់គ្នាចឹងខ្ញុំសង្ខេបតិចទេចឹងរងចាំតាមដានស្ដាប់ជាមួយខ្ញុំបាទនៅពេលបន្តិចទៀតនេះរនៅសប្តាហ៍នេះគឺលេងនៅក្នុងថ្ងៃច័ន្ទទី8ខែធ្នូឆ្នាំ2025ដើមសប្តាហ៍យើងមានរចឹងចុងសប្តាហ៍នេះគឺដល់ Saturday Night Main Event ហើយចឹងជា retirement របស់ John Cena ហ្នឹងឯងជាការប្រកួតមួយដែលមុនពេលដែល John Cena បញ្ចប់ចឹងទៅចឹងបើកឆាករមកជាមួយនឹងការបង្ហាញខ្លួនរបស់គេថាម្ចាស់បេក្ខភាពដែលនឹងត្រូវប៉ះចនស៊ីណានៅ Saturday Night Main Event គឺ Gunther ដែលគាត់និយាយមកគឺគាត់ឡើងមកនិយាយថាគាត់អួតទៅលើខ្លួនឯងចឹងទៅអាចបញ្ចប់ career របស់ចនស៊ីណាចុងក្រោយចឹងណាចឹងយើងចាំមើលទាំងអស់គ្នាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យនេះគឺចនស៊ីណាគាត់អាចយកឈ្នះទៅលើ Gunther ឬមួយក៏ Guntherអាចនឹងយកឈ្នះទៅលើចនស៊ីណាទៀតពួកអីមនុស្ស Gunther នេះកីឡាករ Gunther នេះគឺមិនងាយចាញ់គេទេចាញ់តិចបំផុតចឹងប៉ះជាមួយចនស៊ីណានេះមិនដឹងមិនមកទេចឹងបន្តមកទៀតក៏មានជាការប្រកួតរវាង Rey Mysterio ចឹងណាប្រកួតជាមួយ Finn Balor ចឹងទៅប៉ុន្តែមិនទាន់បាននេះទេមិនទាន់បានវាយមិនទាន់បានអីទេគាត់ថា Rey ចេញមក Intrend ចេញមកក៏ត្រូវ Logan Paul លួចវាយពីក្រោយចឹងទៅហើយក៏ចាប់វាយឡើងដល់សង្វៀនចឹងលើកបោកលើកអីចឹងទៅក៏ Rey គាត់មានឱកាសវាយទៅវិញប៉ុន្តែជាអកុសលគឺបរោះពាក់ឈុតខ្មៅគឺបានចេញមកជួយ Logan Paul គឺធាក់ទៅលើ Rey មួយជើងហើយក៏ storm ទៅលើ Rey អញ្ចឹងទៅហើយក៏រត់បាត់ទៀតទៅយកអត់ទាន់ដឹងច្បាស់ថាពីណាគេទេហើយបន្ទាប់មកក៏ Elena ចេញមកជួយ Rey អញ្ចឹងទៅហើយក៏និយាយសុំវាយជាមួយ Logan Paul នៅ Main Event Raw នេះតែម្ដងចឹងដោយសារពេលវេលាវាខ្លីដែរខ្ញុំក៏សូមនិយាយបញ្ចប់តែម្ដងទៅគឺដល់គូពិសេសបញ្ចប់ប្រចាំ Raw តែម្ដងគឺជាការប្រកួតរវាង Elena ប្រកួតជាមួយនឹងLogan Paul ហ្នឹងឯងហើយការប្រកួតហ្នឹងគឺវាយគ្នាមកប្រើឯដែរហើយរហូតដល់តែបរោះឈុតខ្មៅហ្នឹងបានបង្ហាញខ្លួនមកទៀតហើយ Storm ទៅលើ Elena ហើយបន្ទាប់មកក៏ Logan Paul អាចយកឈ្នះទៅលើ Elena ហ្នឹងបានសម្រេចហើយបន្ទាប់ពីឈ្នះហើយក៏អត់អស់ចិត្តទេគឺនាំគ្នាទៅធ្វើបាបទៅលើ Elena ទៀតក្រុម Division ហ្នឹងគឺធ្វើបាបម្នាក់ម្ដង Braun Breaker Spear អញ្ចឹងទៅ Braun Strowman លោត Tsunami អញ្ចឹងទៅរហូតដល់តែអាញាកដាលេគ្រាកគាត់យកទៅ backstage ចឹងទៅព្រោះឲ្យគាត់រៀងធ្ងន់ដែរហើយបន្ទាប់មកក៏ Paul Heyman ឡើងមកនិយាយចឹងណាគាត់ពួតសរសើរក្រុម Division របស់គាត់ខ្លាំងអីចឹងទៅហើយគាត់ក៏និយាយផងដែរថាថ្ងៃទី5ហ្នឹងគឺដល់វេនដែល CM Punk ត្រូវធ្ងន់ដូច Elena ហ្នឹងដែរហើយក៏ Braun Breaker គាត់ចេញមកនិយាយចឹងណាគាត់និយាយថា2-3សប្តាហ៍ចុងក្រោយហ្នឹងតាំងពីចប់ World Game មកហើយ CM Punk នៅណាអត់ហ៊ានចេញមកអត់ហ៊ានអីចឹងណាលក្ខណៈថាខ្លាចគាត់អីចឹងណាគាត់អាចបំបាក់ Seth Rollins យ៉ាងស្រួលអញ្ចឹងCM Punk ក៏មានវាសនាដូច Seth ដែរអត់មានអីពិបាកទេសម្រាប់កម្ចាត់ CM Punk នោះព្រោះ CM Punk គឺជា CM Punk ដែលចាស់ហើយតែអ្វីដែលគាត់ចង់ឃើញគឺគាត់ចង់ឃើញ CM Punk version ចាស់ត្រឡប់មកវិញមកបានន័យថាគឺគាត់ចង់ឃើញ CM Punk version ចាស់ហ្នឹងមកវាយមួយគាត់ចង់បាន CM Punk ចាស់អត់ចង់បានអា CM Punk ដែលមកថ្មីប៉ុន្តែអាយុចាស់ទេអញ្ចឹងគាត់ក៏ប្រកាសដែរថាថ្ងៃទី5ហ្នឹងគឺគាត់នឹងបញ្ចប់ career របស់ CM Punk ឲ្យដូច set យ៉ាងដែរហើយបន្ទាប់មកទៀតក៏ទៅ backstage ហ្នឹងក៏ឃើញថា Elena គឺអត់ទាន់ទៅដល់ពេទ្យស្រួលបួរទេអត់ទាន់ដល់ឡានពេទ្យទេ Bronson Reed ហើយនឹង Logan Paul ក៏ទៅបង្ហើយទៀតទៅវាយដល់ backstage នៅធ្វើបាបទៅលើ Elena យ៉ាងទៅចាប់វាយផងបោកផងរហូតតែចាប់គ្នានឹងបោះទៅលើដបូលឡានហើយ Bronson Reed នឹងលោត Tsunamiលើ Elena នៅលើដបូលឡាននឹងទៀតធ្វើឲ្យ Elena នេះគឺដាក់ប្រងការដឹកទៅពេទ្យហើយអញ្ចឹងខ្ញុំមិនដឹងថា Elena គាត់អាចមកវិញអត់ទេព្រោះបាត់នេះគឺរបួសប៉ុណ្ណេះហើយគឺបាត់លក្ខណៈថាយ៉ាងហោចណាស់ក៏មួយខែពីរខែដែរបាត់មកវិញអញ្ចឹងមិនដឹងគេរៀបសាច់រឿងបែបណាទេអញ្ចឹងសម្រាប់ការសង្ខេបជាមួយនឹងកម្មវិធីរគឺបានបញ្ចប់ត្រឹមហ្នឹងហើយខ្ញុំសង្ខេបតិចតួចទេអ្នកទាំងអស់គ្នាចែកជូនបានប៉ុណ្្នឹងទេអញ្ចឹងបើសិនជាការសង្ខេបរបស់ខ្ញុំមានចំណុចខ្វះខាតកន្លែងណាក៏សូមមេត្តាអធិស្ឋានផងដែរហើយចាំជួបជាមួយខ្ញុំបាននៅវីដេអូក្រោយទៀតជាប្រហែលជាវីដេអូក្រោយហ្នឹងជាវីដេអូទាយជាមួយនឹងកម្មវិធី Saturday Night Main Event ហ្នឹងឯងអញ្ចឹងអ្នកទាំងអស់គ្នាវីដេអូនេះមានតែប៉ុណ្្នឹងទេពីខ្ញុំបាទ Mr. AJ ក៏សូមអរគុណ
សូមជម្រាបលា